ចាអង្គុយសុកក៏នឹកឃើញថាឆាពងទាជាមួយនឹងទំពាំងជូរចាដែលម្ដាយរបស់ខ្ញុំធ្វើទុកនឹកពេញកន្លតែម្ដងបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំក៏នឹកឃើញហើយខ្ញុំក៏ជិះម៉ូតូទៅទិញពងទា3 4គ្រាប់នឹងឯងបងប្អូនចាតែអ្វីដែលបងប្អូនបានឃើញចាគឺខ្ញុំបានទិញហើយតែអ្វីដែលបងប្អូនអត់បានឃើញគឺថ្ងៃនេះខ្ញុំសោយមែនតើបងប្អូនទាំងគ្នាគឺខ្ញុំម៉ូតូរបស់ខ្ញុំធ្លាយហើយបងប្អូនទាំងគ្នាតែធ្វើមិនតែធ្លាយហើយអញ្ចឹងមានតែយើងជិះពីលើហើយយើងបរទៅតែម្ដងបើកទៅតែម្ដងណាតែអ្វីដែលគួរឲ្យសោកស្ដាយចាយើងជិះទៅធ្វើឲ្យបណ្ដាជើងកង់ម៉ូតូរបស់ខ្ញុំដែលធ្លាយហ្នឹងគឺដាច់វ៉ាល់តែម្ដងបងប្អូនទាំងអស់គ្នាចាសយកាត់សយតែម្ដងអញ្ចឹងគឺត្រូវចំណាយទៅលើពោះវៀនចាអញ្ចឹងមានហូបពងអញ្ចឹងមានតែពងទានឹងឯងបងប្អូនទាំងអស់គ្នាចាឆាតពាំងដោយសារម៉ូតូរបស់ខ្ញុំស៊ីលុយខ្ញុំទាំងថ្ងៃល្ងាចតែម្ដងបងប្អូនទាំងគ្នាហើយថាមិនចង់ទេហូបបាយហូបអីណាបងប្អូនតែត្រង់មិនបានទេបងប្អូនចារបស់សុទ្ធចូលចិត្តទាំងអស់គ្នាថ្ងៃនេះមកហូបបាយជាមួយអ្នកអំពេញទីមើលបងប្អូនទាំងអស់គ្នាអើយចាចាប់ដើមកម្រាមយកមកអ្នកអំពេញចាឲ្យតែឃើញរបស់ហ្នឹងក៏ចូលចិត្តណាបងប្អូនចាហើយអ្នកអំពេញគេសាច់សោស្គូសតែម្ដងបងប្អូនទាំងគ្នាហើយតែយើងឆុកឆែបងប្អូនអើយចាមានអីណាឆ្ងាញ់មួយជាតិអើយជាតិតែម្ដងយកតែមានទៀនហ្មងណាបងប្អូនទាំងគ្នាថ្ងៃហ្នឹងមានលុកមានអីណាមានផ្អកអីអញ្ចឹងឲ្យបានថាឲ្យតែរបស់អីក៏ដោយឲ្យតែស្រុកខ្សែគឺឆ្ងាញ់ទាំងអស់តែម្ដងបងប្អូនទាំងគ្នាកុំថាគេកុំថាខ្ញុំបងប្អូនចាបានទ្របពួកគាត់កំពុងតែរងចាំម្ដាយរបស់គាត់មកពីធ្វើការចាគ្រាន់តែឃើញដាំទឹកដាំអីមានឆ្នាំងហ្នឹងដឹងថាដាំទឹកស្លទៀតដែរបងប្អូនទាំងគ្នាចាថ្ងៃនេះគឺខ្ញុំស្ងោរជាមួយនឹងស្លឹកបាសចាមានសាច់ជ្រូកចិញ្ច្រាំបន្តិចទៅបងប្អូនចាមានដលងមានអីចឹងណាបងប្អូនទាំងគ្នាហើយគ្រឿងក្រៅរបស់ខ្ញុំប្រឡាក់សាច់ប្រឡាក់អីលៃឡំចូលគ្នាអស់ហើយបងប្អូនដោយសារមានដាក់ម្រេចដាក់អីចឹងទៅស្ករប៊ីចេងតាមតម្រូវចិត្តរបស់យើងតាមផ្អែមតាមប្រៃតាមអីចឹងទៅតាមចំណង់ចំណូលចិត្តអីចឹងណាបងប្អូនទាំងគ្នាហើយយើងឃើញថាស្លរបស់យើងចាប់ដើមឆ្អិនហើយបងប្អូនទាំងគ្នាចាប់ដើមពុះខុចតែម្ដងបើនិយាយអំពីស្ត្រីវិញគេថាស្ត្រីគឺបង្វិលចង្ក្រានមិនជុំហើយជុំនោះក៏មិនមែនជាស្ត្រីទៀតបងប្អូនទាំងគ្នាហើយស្ត្រីដូចខ្ញុំនេះមិនដឹងស្រីអីទេបងប្អូនទាំងអស់គ្នាចាដល់ម៉ោងដាំបាយអស់អង្គលីងបងប្អូនទាំងអស់គ្នាទៅបើកធុងអង្គអស់លីងហើយដោយសារខ្ញុំអង្គមានក៏ប៉ុន្តែដោយសារខ្ញុំអត់ចេះរែងចា3 4បាវនោះបងប្អូនទាំងអស់គ្នាហើយការអ៊ំតិចអីគឺខ្ញុំអត់ចេះអ៊ំទេបងប្អូនទាំងអស់គ្នាអញ្ចឹងដល់ម៉ោងបាយអញ្ចឹងមានណាតែខ្ចីបងសិនហើយបងប្អូនចាល្មមរួចមកគ្រាសិនល្មមម៉ែខ្ញុំអ៊ំឲ្យអញ្ចឹងណាហើយគាត់អត់មានពេលទេបងប្អូនទាំងអស់គ្នាគាត់ទៅចុះឡើងប្រជុំផងអីចឹងទៅអត់មានពេលសម្រាប់រែងកឲ្យខ្ញុំទេបងប្អូនទាំងគ្នាអញ្ចឹងតលឆោអីអញ្ចឹងទៅខ្ចីអង្គបងពីកំប៉ុងកន្លះសិនហើយបងប្អូនតារួចមកគ្រាថ្ងៃត្រង់តែម្ដងបងប្អូនស្រីនេះមិនដឹងស្រីអីទេបងហើយចាំល្ងាចចាំគិតទៀតចឹងណាបងប្អូនទាំងគ្នារួចមកគ្រាហើយបងប្អូនហ្នឹងហើយថ្ងៃនេះខ្ញុំចង់និយាយរឿងមួយណាបងប្អូនទាំងគ្នាដោយសារថ្ងៃនេះខ្ញុំដូចខ្ញុំបានវីដេអូពីមុនចឹងខ្ញុំបាននិយាយថាខ្ញុំយកម៉ូតូយកទៅធ្វើណាបងប្អូនទាំងគ្នាតែពេលទៅធ្វើទៅចាប៉ះចាំកូនអ៊ីដែលគាត់ស្គាល់ខ្ញុំច្បាស់ហើយណាគាត់ថាអូដែលឃើញមុខសោះឥឡូវហើយទៅណាប្រហែលឆ្នាំដែលឃើញមុខដែលអីចឹងណាហើយដល់ពេលអញ្ចឹងទៅខ្ញុំថាខ្ញុំពីមុនខ្ញុំទៅធ្វើការតែឥឡូវខ្ញុំឈប់ហើយខ្ញុំនៅធ្វើដាំបាយដាំអីឲ្យម៉ែឲ្យខ្ញុំហូបចឹងណាបងប្អូនទាំងគ្នាចាហើយដល់ពេលអញ្ចឹងទៅគាត់ថាយីឥឡូវធាត់ដល់កមកគាត់ថាអញ្ចឹងយីមុខស្អាតប៉ុណ្ណឹងដែរថាមុខធាត់កុំហោះគ្រប់យ៉ាងមកពីមេឃបើមេឃមិនបង្អោភ្លៀងមកម្លេះសំខ្ញុំបានម្ហូបឆ្ងាញ់ដល់ពិសេសហើយល្ងាចនេះដឹងធ្វើមិនទេបានត្រឹមតែសៀងនឹងឯងហើយសៀងនេះគឺផ្អាប់ទុករាប់ខែរាប់ឆ្នាំហើយបងប្អូនទាំងអស់គ្នាក៏នឹកឃើញថាបណ្ដោះអាសន្នសិនអញ្ចឹងក៏ចាប់ផ្ដើមយកមកឆាជាមួយនឹងពងមាន់មួយគ្រាប់ហើយចុចជាមួយនឹងកញ្ឆែតនឹងឯងបងប្អូនទាំងអស់